អ្នករក្សាសិលភាវនាតែនៅសម្រាប់មុខញិចស្រមោចជាប្រកដីអ្នកភាវនាខ្លះបដិបត្តិពូកែដឹងឃើញសពគ្រប់តែនៅញិចស្រមោចផ្ទះមុខជារឿងធម្មតាមានហេតុមកអនុលោមសពបែបយ៉ាងក្នុងការញិចស្រមោចផ្ទះមុខដោយសមស្របតែវិបាកដែលកើតចំពោះយើងរមែងទៅតាមច្បាប់នៃកម្មមិនមែនទៅតាមការយល់ដែលលាយជាមួយនឹងកិលេសរបស់យើងលោកតាឌូធ្លាប់បានពោលអះអាងថាដួងចិត្តរបស់សត្វទាំងឡាយនៅពេលដែលអស់កំសួលកម្មក៏ត្រឡប់មកកើតជាមនុស្សមូសមានអាយុខែត្រឹម7ថ្ងៃនៅពេលដែលវាមកសុំបឺតឈាមយើងដើម្បីចិញ្ចឹមជីវិតនៅពេលដែលយើងដឹងយើងក៏មិនដេញតែយើងក៏សម្រេចចិត្តបហាជីវិតភ្លាមត្រង់ឈាមជ្រូកវិញយើងហូបបានទាំងចាននៅពេលដែលយើងឃើញស្រមោចវាយើងក៏ឆ្លីវាខ្លះទៅពេលខ្លះយើងក៏យកភ្លើងដុតវារាប់រយរាប់ពាន់ជីវិតដោយគ្រាន់តែធ្វើឲ្យអស់ភាពរំខានជាអ្នកភាវនាមាត់ថារក្សាសិលជាធម្មតាតែមុខខាំភ្លាមផ្ទះផ្លែតដោយស្វ័យប្រវត្តិដោយមិនរំពឹងគិតពីគុណតម្លៃនៃដួងចិត្តសូម្បីតែបន្តិចយើងអាចមានលេសសពបែបយ៉ាងក្នុងការកម្ចាត់វាតែលោកតាឌូបង្រៀនឲ្យយើងប្រើបញ្ញាដើម្បីកាត់បន្ថយការបៀតបៀនគ្នាហើយជួយឲ្យយើងរក្សាសិលឲ្យបរិសុទ្ធដូចជាករណីដែលលោកតាណែនាំមានមេផ្ទះម្នាក់បានយកស្ករទៅបញ្ឆោតស្រមោចឲ្យវាមកផ្ដុំគ្នាដើម្បីកុំឲ្យវាមកខាំកូនតូចដោយមិនចាំបាច់យកក្រដាសមកដុតជាភ្លើងដើម្បីសម្លាប់វាបើចេះពិនិត្យពិចារណានឹងឃើញថាមានមធ្យោបាយជាច្រើនដែលជួយឲ្យយើងមិនបៀតបៀនជីវិតដទៃហើយជួយឲ្យយើងរក្សាសិលឲ្យបរិសុទ្ធដោយមិនបាច់អាងហេតុផលរបស់កិលេសដើម្បីមកជួយឲ្យខ្លួនសប្បាយចិត្តបើរោគនឹកមធ្យោបាយអ្វីមិនឃើញក៏សូមឲ្យយើងអត់ធ្មត់ប្រាប់ខ្លួនឯងថាជារឿងតូចតាចតែប៉ុណ្ណោះមិនបាច់ដល់ថ្នាក់បហាជីវិតវានោះទេយើងស្រឡាញ់សុខស្អប់ទុក្ខហើយយើងចង់ចាស់ស្លាប់ជីវិតទាំងឡាយក៏ដូចគ្នាម្នាក់សុទ្ធតែជាមិត្តរួមទុក្ខកើតចាស់ឈឺស្លាប់ជាមួយគ្នាទាំងអស់តែប៉ុណ្ណេះក៏គ្រប់